បាទសួស្តីសិស្សទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះលោកគ្រូធ្វើការចែកម្លែកវីដេអូមួយទាក់ទងជាមួយនឹងការដំឡើងនៅកម្មវិធី Android Studio អូខេដំបូងគឺយើងចូល Google Chrome មកហើយយើងធ្វើការវាយពាក្យថា Android Studio មកវានឹងចេញនៅ address នេះអញ្ចឹង address វាគឺ developer.android.com អញ្ចឹងយើងคลิกលើហ្នឹងមកអូខេអញ្ចឹងដើម្បីធ្វើការ download នៅ Android Studio នេះគឺអ្នកទាំងអស់គ្នាសូមចូលមើល release note នេះសិនអានេះយើងចូលមើលវាដើម្បីឲ្យដឹងថាតើ version របស់ Android Studio នេះវាបាន update ដល់ version ណាហើយបាទអញ្ចឹងវាមានការ update ដល់ version ឈ្មោះថ្មីរបស់វានេះថា Android Studio Auto 2 Feature Drop អញ្ចឹងវាបានធ្វើការ update ពីថ្ងៃទី25កើតពីថ្ងៃ2ណាបាទអញ្ចឹងអានេះគឺជាតារាង version របស់វាណាអូខេអូខេអញ្ចឹងយើង back មកវិញមកយើងចូលឡើង download មកយើង click លើពាក្យ download Android Studio នេះអូខេអញ្ចឹងយើងធ្វើការ click ទៅលើកន្លែង check box នេះមួយនេះបាទ check box នេះមកពេលដែលយើង check មកវាមាន load នេះឲ្យយើងអាចចុច download អញ្ចឹងយើង click download មកអញ្ចឹងដោយសារតែលោកគ្រូបាន download ហើយអូខេកន្លែងនេះលោកគ្រូអត់ download ទៀតទេដោយសារលោកគ្រូ download ហើយអញ្ចឹងទំហំរបស់វាគឺគ្រូដាក់នៅក្នុង ID របស់វានេះដែលមានទំហំ 1.33 GB ណាហ្នឹងអូខេត្រឡប់បន្ទាប់ពីយើងធ្វើការតម្លើង Android Studio នឹងបានយើងត្រូវមាននេះកន្លែងនេះមួយទៀតគេដាក់ថា IDE Guide អញ្ចឹង IDE Guide នេះមានន័យថា Android Studio គឺវាត្រូវការ develop ទៅលើ tool មួយទៀតនេះឃើញណាត្រូវការប្រើ developer tool នេះឃើញណា from ជាមួយនឹង IntelliJ IDEA នេះរបស់ JetBrains ណាអញ្ចឹងបើសិនជាយើងអត់ download អានឹងទេយើងអាច set up បានទេព្រោះវាត្រូវការប្រើភាសានេះ Java និង Kotlin ណាអញ្ចឹងកាលណា Android Studio វា develop ជាមួយនឹង Java និង Kotlin យើងអាចប្រើ Java ក៏បាន Kotlin code ក៏បានអូខេអញ្ចឹងខ្ញុំ download តែដោយសារនេះលោកគ្រូ download ហើយដែរដូចគ្នាយើងគ្រូមិន download ទៀតទេបាទអញ្ចឹងយើង back ត្រឡប់មកវិញមក try នេះ try នេះយើងវិញអញ្ចឹងយើងធ្វើការ click ជាមួយនឹងនេះ ID នេះណាបាទអញ្ចឹង file នេះយើងធ្វើការតម្លើង file នឹងមុនណាព្រោះ file ហ្នឹងគឺជា developer tool ដែលដូចគ្រូនិយាយអញ្ចឹងវានឹងធ្វើការស្គាល់ជាមួយនឹងភាសា Java ហើយនឹង Kotlin ណាអូខេយើង click មក next មកបាទតាមនឹងមកអូខេឥឡូវនេះធ្វើការ set up យូរបន្តិចដោយសារតែវាទំហំវាធំដែរអញ្ចឹងការពលារបស់វាមានការយូរបន្តិចអញ្ចឹងយើងធ្វើការរងចាំមកធំដែរហ្នឹងណាបាទអញ្ចឹងសូមទាំងអស់គ្នាចាំវាបញ្ចប់សិនចាំយើងធ្វើការ set up Android កម្មវិធី Android Studio នៅក្រោយវាណាបាទនេះយើងយូរតិចដែរយើងអាចទៅញ៉ាំទឹកញ៉ាំអីមកស្ទុះសិនទៅអូខេ
ok vì chọn vậy nè ok chân dương từ lòng mà với dương châu là tại đi bọn cùng toàn tiền mất dương đừng thưa ca tầm lại này Android Studio nè ok chứ dương chân tầm lại mình mất ok cái này mà và này tiền mất này install ok rồi nhiều làm tí á phần thì việc lìa hiện chu tích việc tụi hôm mà chỉ có bài chuyện ok trong việc chọn hỏi lệnh mà hay finish những ai start việc tầm đó nè ok những chuyện này mở và standard next và hay dương chuyện này tiếp mình chắc là đi download thì cái download SDK vào việc nè chắc là đi dương thử đơn trang ở việc download SDK về chọn của SDK nó cứ dùm nhập ở dương ai tất cả Android application ban và anh chắc cái này ní là cụ đừng thưa video và tóm tiếp tẹt tơn cho mùi ca đầm lại Flutter ok anh chắc là cụ xong chọn video thầm phần năng chắc rồi vì việc chọn hết dương chuyện này mất phim mở nè ok và chắc chạm rừng chạm video và tóm bao là cũ nâng bằng hai nhầm PK đầm lại Flutter SDK rồi có Flutter framework nó lứa Android Studio làm bây ai dương được xe Flutter application man ok chẳng là cụ liên thầm bật ok bye bye